Bà xongជំរាបសួរបងប្អូនមកថ្ងៃនេះមកកម្មវិធីការមួយបាទនៅខេត្តបងប្អូនមកនៅខេត្តត្បូងឃ្មុំថ្ងៃនេះកម្មវិធីព្រឹកឡើងហើយចំនួនតាមប្រពៃណីខ្មែរយើងបងប្អូនបាទសូមអញ្ជើញទស្សនាវីដេអូខ្ញុំបន្តបាទនៅខ្ញុំនឹងសន្យាជាមួយបងប្អូនថាខ្ញុំនឹងធ្វើរឿងខ្លីនឹងវែងអប់រំនឹងប្លែងបាទរួមសហការជាមួយនឹងបងយុទ្ធរាឆានីបាទដើម្បីជួបបងប្អូនទស្សនាកម្សាន្តបាទនៅពេលដែលFacebook ខ្ញុំមានបងប្អូនគាត់follow បាទច្រើនដើម្បីឲ្យមានបងប្អូន followច្រើនទៅខ្ញុំធ្វើរឿងបានបងប្អូនមើលបានច្រើនគ្នាអញ្ចឹងកុំភ្លេចជួយ subscribe follow share like ឲ្យខ្ញុំផងបងប្អូនបាទខុសត្រូវយ៉ាងណាសូមបងប្អូនអធិស្ឋានយ៉ាងសូមបងប្អូនរីករាយនៅវីដេអូរបស់ខ្ញុំថ្ងៃនេះមកដល់ខេត្តត្បូងឃ្មុំទីរួមស្រុកទំបាយបងប្អូនបាទការក្មួយចាំបានទៅដល់នោះបានផ្ដិតរូបភាពកន្លែងហើយចំនួនមកជូនបងប្អូនទស្សនាបាទខុសត្រូវយ៉ាងណាសូមបងប្អូនអធិស្ឋានបាទអ្វីដែលខ្ញុំនិយាយទៅវាមិនសូវបានល្អឬលើសលប់កន្លែងណាមួយអីសូមបងប្អូនអធិស្ឋានបាទហើយនេះបានលឺសត្វចាបអីតិចតួចយំឆ្លងឆ្លោយដែរបងប្អូនបាទខ្ញុំអត់ហ៊ានដាក់វីដេអូផ្ទាល់ទេបងប្អូនខ្លាចYouTube ចាប់គីឡូភ្លេងអាចចូលមកអីអាចខ្លាចភ្លេងគេមានជាប់របស់គេដែរអញ្ចឹងបងប្អូនបាទអញ្ចឹងបានអវយសំឡេងជូនបងប្អូនបាទទស្សនាបាទខុសត្រូវយ៉ាងណាក្តីសូមអធិស្ឋានហើយក្នុងឱកាសចូលឆ្នាំថ្មីណាខែ2 2006សូមជូនពរបងប្អូនឲ្យមានសិរីសុខស្តីសុភមង្គលគ្រប់ក្រុមគ្រួសារប្រាថ្នាអ្វីសូមឲ្យបានសម្រេចហើយប្រកបការងារឲ្យជោគជ័យរលូនចង់បានអីបាននឹងធ្វើដំណើរចិត្តឆ្ងាយនៅទីកន្លែងណាដោយសូមឲ្យសុខសុវត្ថិភាពបាទទាំងអស់គ្នាបាទមិនថាក្នុងប្រទេសនិងក្រៅប្រទេសនឹងសូមឲ្យបងប្អូនមានអាយុវែងទាំងអស់គ្នាបាទហើយសំខាន់សុខភាពល្អបងប្អូនឥឡូវច្រើនខ្ញុំថតឲ្យបងប្អូនទស្សនាបងប្អូនផ្សេងខ្ញុំដោយសារអីអត់សូវហ៊ានបញ្ចេញមុខនៅសារមុខយើងឥឡូវវារៀងអាយុច្រើនវាប្រែប្រួលអញ្ចឹងថតបន្តិចទៅងាកទៅថតបងប្អូនវិញជូនបងប្អូនទស្សនាបាទអត់ហ៊ានសូវថតខ្លួនឯងនោះឲ្យកូនកន្លោះនោះកូនកំមុំមកគេហែចូលរោងជ័យបងប្អូនបាទកូនកំមុំកូនកន្លោះហើយពួកខាងខ្ញុំដែលកាន់ចំនួននោះមកអង្គុយនឹងកៅអីដើម្បីទទួលពួកគាត់ហើយចូលមកបាទហើយខ្ញុំនេះវាមិនសូវប្រកាសនិយាយច្រើនទេបងប្អូនបាទធ្លាប់តែនិយាយនេះមិនតាន់និយាយរឿងកំ pl ែងជូនបងប្អូនទស្សនាចាំមើលវីដេអូក្រោយទៀតចាំនិយាយរឿងកំ pl ែងចាំជាងភាសាជាងសម័យជាងគេស្មូតអីជូនបងប្អូនមកស្ដាប់កំសាន្តបាទហើយ
ព្រោះមិនព្រោះឲ្យសូមបងប្អូនមកអធិស្ឋានដោយសារចង់ធ្វើអ្វីឲ្យវាប្លែកដើម្បីជូនបងប្អូនទស្សនាហើយខ្ញុំនឹងផ្ដិតរូបភាពជាក់ស្ដែងនៅតំបន់ដែលខ្ញុំបានទៅដល់បាទខ្ញុំទៅដល់កន្លែងណាខ្ញុំនឹងថតជូនបងប្អូនទស្សនាបាទមិនថាចិត្តឬឆ្ងាយកន្លែងនឹងល្អឬអាក្រក់អញ្ចឹងជូនបងប្អូនបាទទាំងអស់ទស្សនាឲ្យបានបាទដឹងគ្រប់តំបន់យើងតំបន់កន្លែងនេះធម្មជាតិបែបម៉េចកន្លែងនោះធម្មជាតិបែបម៉េចប្រជាជនយើងរស់បាទតាមតំបន់ហ្នឹងមានប្រពៃណីបែបណាខ្លះបាទឥឡូវខាងក្រុមភ្លេងបាទរមបាទកំដរកូនកន្លោះកូនក្រមុំបាទអញ្ជើញចូលរោងជ័យបងប្អូនបាទនេះម្ដាយកូនកន្លោះកូនក្រមុំបងប្អូនម្ដាយកូនកន្លោះកូនក្រមុំនេះកូនក្រមុំកូនកន្លោះពិតជាស្រស់ស្អាតណាបងប្អូនទាំងរួមជាអ្នកកដរប្រុសស្រីអូរាស្រស់ស្រាយស្រស់បំប្រងមកណាសម្រស់គេថាមិនចាញ់អ្នកសិល្បៈយើងទេបងប្អូនបាទកាលនៅពីក្មេងទៅថតពួកខ្ញុំដើរថតគ្រប់កន្លែងតែទូរស័ព្ទយើងក៏មិនបានតនសម័យដូចសម័យកាលនេះកាលនោះតាពេញ7.7ហើយ825ហ្នឹងហើយមានថតរូបទេបងបើមានថតរូបថតក្រៅឆាកជូនបងប្អូនទស្សនាហ្នឹងគឺសប្បាយមើលសប្បាយពេលណាពួកខ្ញុំសម្ដែងខុសមួយឈុតអីគឺថាវាសប្បាយសោចបងប្អូនបាទបាយសោចជុំគ្នានេះទៅនោះថានិយាយខុសសម្ដែងខុសសោចជុំគ្នាបាទទាំងអ្នកដឹកនាំទាំងអ្នកធ្វើការចូលរួមថតទាំងអស់គ្នាបាទ